Ba chuẩn bị số bong bóng rồi này lời nước nhưng mà đo cả than kỳ tết thì đấy hay lời nước dương mà mơ cà phơ chỉ tự thầm chết bị traiนี่บองเชียทงเปลี่ยวเลยได้บองปอนเคยนั่นคือเชียทงได้ยังโยมมาปลาสำหรับดะสาธิตโจลให้สาธิตโจลviệc cạchគ្នាទៅវាខ្លាយដូចជាជីត្រីសម្រាប់យកទៅស្រោចស្រពតំណាំរបស់យើងជាពិសេសតំណាំប្រទេសរបស់យើងណាហើយយើងធ្វើជីត្រីនេះគឺដោយសារតែជីត្រីគឺវាមានសារជាតិចិញ្ចឹមជាពិសេសអាសូតនឹងច្រើនអញ្ចឹងនៅពេលដែលយើងចង់ឲ្យណែប្រទេសរបស់យើងនេះមានដើមល្អមានមេឃល្អមានសុខភាពល្អមានស្លឹកច្រើនគឺយើងដាក់ជីត្រីព្រោះសារធាតុអាសូតហ្នឹងគឺវាទៅចិញ្ចឹមទាំងអស់ហ្នឹងអញ្ចឹងណាហើយមើលទៅឃើញថាបើយើងមើលពីធុងនេះវិញធុងនេះតែចាប់ដើមដាក់ម្សិលមិញនេះមានមែនតើយើងសារធាតុផ្សំគឺយើងធ្វើពីធម្មជាតិទាំងអស់យើងមានណែម្នាស់មានទឹកដូងមានស្ករម៉ូឡាសហ្នឹងជីមេ GEM ហើយនឹងត្រីយើងយកត្រីធម្មជាតិណាត្រីធម្មជាតិហ្នឹងគឺយើងយកអាត្រីកតិចនៅពេលដែលបងប្អូននៅតាមដងទន្លេដងស្ទឹងដងអូរហ្នឹងគាត់បាច់យកត្រីអញ្ចឹងធម្មតាវាមានអាត្រីអត់ត្រូវខ្នាតត្រីរាយត្រីលាយចម្រុះច្រើនមានកពឹសមានអីហ្នឹងគឺគេយកទៅលក់ទីផ្សារបានតម្លៃល្អទេអញ្ចឹងគេលក់មកខាងពួកខ្ញុំដែលពួកខ្ញុំយកមកប្រើជាធាតុចូលសម្រាប់ធ្វើជីអញ្ចឹងណាឥឡូវហ្នឹងវាមានរយរឿងច្រើនតិចហើយយើងមើលទៅឃើញថាវាចាប់បានកាច់រៀងពពុះរៀងព្រក់ចេញមកណាអាហ្នឹងបានន័យថាអេនហ្សែមរបស់វាហ្នឹងចាប់បានកាច់ឲ្យអាសារជាតិដែលយើងដាក់ចូលទៅប្រមាណហ្នឹងយូរទៅវាคล้ายដូចជាទឹករៀងខាប់តែម្ដងបើយើងមើលមកធុងមួយនេះធុងនេះយើងដាក់ត្រីហើយនៅថ្ងៃ19ខែ1អញ្ចឹងបើយើងរាប់ដល់ឥឡូវវាខ្ទង់ប្រហែលជា2អាទិត្យដែរមែនទែនតែការ2អាទិត្យទៀតរយៈពេល1ខែពេញបានយើងអាចយកជីត្រីនេះទៅចម្រោះសម្រាប់យកទៅប្រើបានហើយបើយើងមកមើលចិត្តណាបាទមើលទៅដូចប្រហុកអញ្ចឹងបាទប៉ុន្តែមើលទៅគឺឃើញថាវាកាច់បានច្រើនហើយ2អាទិត្យម្ដងយើងកូរម្ដង2អាទិត្យម្ដងយើងកូរម្ដងដើម្បីឲ្យវាកាច់បានសព្វអញ្ចឹងណាដល់ពេលជាផលិតផលសម្រេចគឺយើងបានណែជាជីទឹករៀងខាប់បាទហើយពណ៌រៀងថ្នោតអាហ្នឹងយើងយកទៅលាយជាមួយនឹងទឹកសុទ្ធរបស់យើងហ្នឹងរុញចូលទៅក្នុងប្រព័ន្ធស្រោចស្រពរបស់យើងតែម្ដងបាទអញ្ចឹងនៅពេលដែលយើងច្រោះជីពេលដែលវាកាច់ហើយរយៈពេល1ខែជាងហ្នឹងយើងចាប់ដើមច្រោះមកវាបានទឹកជាអញ្ចឹងទឹករៀងខាប់អញ្ចឹងណាហើយពណ៌រៀងថ្នោតអញ្ចឹងមកហើយបើយើងមើលបើយើងចាក់មកមើលខាងក្រៅវារៀងខាប់អញ្ចឹងណាបាទវាខាប់អញ្ចឹងហ្មងហើយអានេះបបិសាទពួកខ្ញុំធ្លាប់